របៀបធ្វើឲ្យ TikTok របស់យើងមានគេស្គាល់យើងច្រើនបាទសួស្តីបងប្អូនទាំងអស់គ្នាជួបខ្ញុំម្ដងទៀតហើយនៅ TikTok របស់យើងដូចថាយើងទៅតែបង្កើតថ្មីក្តីយើងបង្កើតយូរហើយក្តីណាហ្នឹងហើយអត់សូវមានអ្នកស្គាល់ចាំបងប្អូនតាមដាននៅវីដេអូនេះខ្ញុំនឹងធ្វើបង្ហាញចែកជូនដល់បងប្អូនយើងអំពីឲ្យ TikTok របស់យើងកាន់តែល្បីកាន់តែមានគេស្គាល់ច្រើនបងប្អូនណាបាទអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាគឺយើងចូលមកក្នុង TikTok របស់យើងមកអូខេនៅពេលណាដែលយើងចូលមកដល់ TikTok របស់យើងបងប្អូនទាំងអស់គ្នាជាដំបូងបងប្អូនចូលមក profile របស់យើងសិនមកបងប្អូនណាចូលមក profile របស់យើងសិនមកអញ្ចឹងបើសិនជា TikTok របស់អ្នកទាំងអស់គ្នាទៅតែបង្កើតថ្មីបងប្អូនទាំងអស់គ្នាយើងបានធ្វើការរៀបចំវាឲ្យអស់ហើយបងប្អូនទាំងអស់គ្នាយើងត្រូវតែចូលទៅលេងណាបាទដើម្បីគេស្គាល់យើងខ្ញុំរីកកំណត់ដល់បងប្អូនយើងផុសរូបបាទផុសរូបភាពសិនបងប្អូនកុំឲ្យដាក់វីដេអូដាក់អីណាបាទមុនដំបូងហ្នឹងហើយគេដាក់រូបភាពមានអ្នកមើលឃើញ600នាក់ជាង600នាក់បាទបងប្អូនណាហ្នឹងហើយអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចូលមកកន្លែងបូកនេះបងប្អូនណាបាទបូកនេះអញ្ចឹងខ្ញុំសូមប្រាប់បងប្អូនយើងបន្តិចអាកន្លែងមុខងារនេះមុខងារ home បាទ home នេះគឺនៅបណ្ដុំនៃ friend ទាំងអស់បាទយើងមើលឃើញ friend ទាំងអស់ណាយើងចុច home មកយើងឃើញបាទយើងអូសរួមមើលអញ្ចឹងទៅយើងឃើញណាហ្នឹងបាទហើយនៅកន្លែងនេះគឺ friend បងប្អូនទាំងអស់គ្នា friend ដែលយើងបាននេះវាបង្ហាញនៅកន្លែងហ្នឹងបាទកន្លែងបូកនេះគឺយើងចូលទៅផុសបាទកន្លែងនេះគឺ inbox នេះគឺយើងចូលទៅមើលបាទចុះបងប្អូនចុចកន្លែង inbox សិនមកបាទយើងចូលមកមើលគឺចេញបែបនេះបងប្អូនណាបាទហើយកន្លែង profile នេះគឺជា account TikTok របស់យើងបងប្អូនទាំងអស់គ្នាណាបាទ account នេះទៅតែបង្កើតថ្មីបាទអញ្ចឹងបងប្អូនទាំងអស់គ្នាដើម្បីឲ្យ TikTok របស់យើងមានគេស្គាល់កាន់តែច្រើនណាបាទយើងផុសចាប់ផ្ដើមផុសលេងទៅបងប្អូនចុចបុកសិនណាបាទមិនមែនការផុសហ្នឹងឲ្យគេស្គាល់យើងណាចាំខ្ញុំប្រាប់ថាត្រូវឲ្យគេស្គាល់បែបណាអញ្ចឹងយើងផុសសិនទៅដើម្បីឲ្យបាទTikTok របស់យើងហ្នឹងមានរូបភាពសិនណាបងប្អូនណាបាទយើងចុចសញ្ញាបុកឲ្យមកបាទបន្តមកទៀតវាមានកន្លែងការផុសអញ្ចឹងបងប្អូនចង់ផុសរូបភាពបងប្អូនយកនេះទៅណាបាទកន្លែង photo នេះបងប្អូនណាហ្នឹងហើយយើងចុចកន្លែងនេះមកដើម្បីចូលទៅយករូបភាពឬមួយក៏វីដេអូណាបាទហើយបើសិនជាយើងផុសវីដេអូជាលក្ខណៈកំដត់នាទីបាទ15ឬមួយក៏60អញ្ចឹងណាបាទអញ្ចឹងយើងអាចចុចលើនឹងបានបងប្អូនណាហ្នឹងហើយចុចលើនឹងមកហើយយើងចុចយកវីដេអូណាមួយមកអញ្ចឹងណាប៉ុន្តែខ្ញុំផុសរូបភាពសិនយើងយក photo នេះបងប្អូនណាបាទហ្នឹងហើយអញ្ចឹងយើងចុចកន្លែងនេះនឹងមកបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចូលចុចចំកន្លែងនេះមកបាទដើម្បីចូលទៅយករូបភាពឬមួយក៏វីដេអូរបស់យើងអូខេអញ្ចឹងខ្ញុំសូមដាក់រូបភាពទៅមុនបងប្អូនណាបាទខ្ញុំដាក់រូបភាពបាទនៅពេលណាដែលខ្ញុំដាក់រូបភាពផុសហើយបងប្អូនទាំងអស់គ្នាកន្លែងនេះប្រកាសជាលឺចម្រៀងហើយអញ្ចឹងខ្ញុំអត់ចង់ឲ្យលឺចម្រៀងទេខ្ញុំដាក់ទៅរូបភាពទៅបានហើយឲ្យវាកុំឲ្យលឺចម្រៀងណាបងប្អូនណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចុចខ្វែងកន្លែងហ្នឹងមកបងប្អូនបាទចុចខ្វែងមកគឺយើងបិទសំឡេងចម្រៀងហើយបាទបន្តមកទៀតបងប្អូនចង់កែកុនអីកែទៅយើងមិនបាច់កែក៏បានដែរបងប្អូនចុចនិចមកណាបាទចុចនិចមកហ្នឹងហើយបន្តមកទៀតយើងចង់ទៅសេចំណងជើងក៏បានមិនចង់ទៅសេក៏បានបងប្អូនណាបាទយើងចុចផុសមកណាបាទចុចផុសមកបាទអញ្ចឹងពេញហើយបងប្អូនទាំងអស់គ្នាឃើញទេបាទពេញហើយបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចូលទៅមើលវីដេអូរបស់យើងចុចលើ profile យើងសិនបាទអញ្ចឹងយើងបានផុសចូលហើយបងប្អូនទាំងអស់គ្នាណានេះវីដេអូដែលយើងបានផុសចូលណាបាទហ្នឹងហើយចេញអញ្ចឹងបាទបន្តមកបើសិនតែបងប្អូនចង់ផុសវីដេអូបងប្អូនអាចចូលមកកន្លែងបុកនេះមកបាទបន្តមកទៀតបងប្អូនយើងរកកន្លែងនេះ15ឬក៏60នេះបាទយើងផុសកន្លែងខ្លីបានណាបងប្អូនណាបាទយក15មកបន្តមកយើងចុចនេះបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាឧទាហរណ៍ថាយើងដាក់នេះមកដាក់វីដេអូណាបាទឧទាហរណ៍យើងដាក់វីដេអូចូលមកហ្នឹងហើយដូចថាយើងមានវីដេអូណាបងប្អូនយើងដាក់វីដេអូចូលបន្តមកទៀតបងប្អូនចុចនិចមកណាបាទចុចនិចមកហ្នឹងហើយឃើញទេបាទនៅពេលណាដែលយើងដាក់វីដេអូមកហើយកន្លែងនេះបាទកន្លែង add caption នេះគឺយើងទៅសេចំណងជើងមកចំណងជើងយើងអំពីអីគេរបៀបអីគេអញ្ចឹងណាបងប្អូនឧទាហរណ៍ថារបៀបបង្កើតអីចឹងទៅបាទឧទាហរណ៍ប៉ុណ្ណឹងបន្តមកទៀតបងប្អូនចុចកាព្រួយនេះដើម្បីចុះមកក្រោមបាទចុះមកក្រោមទៅនឹងមកហ្នឹងហើយតោះមកយើងយកកន្លែង hashtag យើងដាក់ hashtag សំខាន់ណាបាទ hashtag បើសិនបងប្អូនយើងថ្មីបងប្អូនយើងវាយមកណាបាទយើងចុចបដូរទៅជាអង់គ្លេសមកយើងវាយថា TikTok បាទយើងវាយ TikTok ចឹងមកហ្នឹងហើយបន្តមកទៀតបងប្អូនយើងចុច hashtag ទៀតមកបងប្អូនយើងវាយអីគេ TikTok ទៀតមកបាទបងប្អូនមកយកកន្លែងនេះមកនេះបាទ TikTok នេះមកនេះបាទបងប្អូនយក TikTok នេះមកបាទយកបន្តហ្នឹងមកបាទបងប្អូនចុចកន្លែងហ្នឹងទៀតមកហើយបងប្អូនវាយវីដេអូបាទវាយវីដេអូមកបាទបងប្អូនយកកន្លែងនេះមកបងប្អូនណាបាទកន្លែង viral video បាទចុចលើ viral video មកបាទយើងចុច hashtag មកបើសិនតែយើងចង់ដាក់ទៀតយើងចុច hashtag ចឹងមកបន្តមកទៀតបងប្អូនចុចV ចឹងមកកាលណាវាយអក្សរ V មកគឺចេញមកនេះបាទអញ្ចឹងយើងយក viral ទៀតមកបាទយក viral ចឹងមកបាទអូខេខ្ញុំឧទាហរណ៍ប៉ុណ្ណឹងបន្តមកយើងចុចផុសមកគឺជាការស្រេចហើយហ្នឹងការផុសវីដេអូណាបងប្អូនណាបាទហ្នឹងហើយអញ្ចឹងបងប្អូនយើង
យល់ណាបាទរបៀបការផុសវីដេអូអូខេអញ្ចឹងបន្តមកទៀតបងប្អូនទាំងអស់គ្នាខ្ញុំអត់ផុសទេដោយសារវីដេអូនេះខ្ញុំអត់ទាន់បានកាត់បងប្អូនណាបាទហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាពេលណាដែលយើងបានផុសវីដេអូផុសរូបភាពហើយណាបាទអញ្ចឹងយើងធ្វើយ៉ាងម៉េចដើម្បីឲ្យ TikTok របស់យើងនឹងមានគេស្គាល់ច្រើនយើងកាន់តែល្បីអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនជាយើងចង់ឲ្យ TikTok របស់យើងល្បីអញ្ចឹងយើងចូលមកដល់ TikTok របស់យើងទី1បងប្អូនយើងចុចកន្លែងនេះណាបាទចុចកន្លែងដើម្បី follow គេមួយមកចុចកន្លែងហ្នឹងមួយបន្តមកទៀតបងប្អូនចុចឲ្យបេះដូងគេមួយមកបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងចុចកន្លែងនេះ comment គេបាទ comment ជា sticker ក៏បានជាអក្សរក៏បានទៅសេអានេះអក្សរណាយើងចង់សេអក្សរយើងដាក់ថាស្អាតឬមួយក៏ cute girl អីចឹងទៅឧទាហរណ៍ណាយើងចង់លេង sticker ដាក់ជូនគាត់ចឹងទៀតបានណាបងប្អូនណាឬមួយក៏យើងអត់ទៅសេអក្សរយើងចង់ដាក់តែ sticker ក៏បានដែរបងប្អូនណាបាទអញ្ចឹងយើងចុចបញ្ជូនចុចកន្លែងនេះមកនេះបាទព្រួយហ្នឹងបាទអញ្ចឹងយើង comment គេឲ្យបងប្អូនណាបាទគេនឹងបានឃើញម្ចាស់ account គេហ្នឹងគេបើកមើលគេនឹងបានឃើញគេតបយើងអីចឹងទៅបងប្អូនទាំងអស់គ្នាគេនឹងអាចជួយ follow មកយើងវិញអីចឹងទៅណាបាទចុចខ្វាយមកហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចង់ចុចកន្លែងនេះឲ្យគេក៏បាននេះបាទចុចកន្លែងហ្នឹងមួយមកបាទដើម្បីយើងធ្វើការ favorite បាទជូនគេណាបាទបន្តមកទៀតបើសិនតែយើងចង់ copy link ឲ្យគេបងប្អូនចុចកន្លែងព្រួយនេះមកអាច copy link ឲ្យគេបានណាចុចកន្លែងព្រួយហ្នឹងមកបន្តមកទៀតបងប្អូនឧទាហរណ៍យើង copy link ឲ្យណាគេដូចថាឲ្យគាត់នេះយើងគ្រាន់តែ tick លើចុចយំរាប់ដៃប៉ះលើហ្នឹងមកឲ្យប្រមាណអ្នកអញ្ចឹងយើងមើលទៅបងប្អូនណាយើងគ្រាន់តែ tick បាទ tick លើគាត់អញ្ចឹងទៅបាទបន្តមកយើងចុច send មកបាទអាហ្នឹងគេហៅថា copy link ហើយបងប្អូនទាំងអស់គ្នាណាបាទហ្នឹងហើយយើងជួយ copy link គេយើងមើល account ផ្សេងទៀតគឺយើងត្រូវ add ចឹងទៀតយើងធ្វើណាបងប្អូន add គេទៅបាទ add ឲ្យ follow comment បាទឲ្យដាក់ sticker ចឹងបានហើយយើងចុចព្រួយមកបាទបន្តមកយើងចុចខ្វែងវិញមកហ្នឹងហើយគឺយើងធ្វើបែបហ្នឹងបងប្អូនបើយើងចូលមក TikTok គឺយើងត្រូវតែឲ្យបេះដូងគេ comment គេឲ្យបេះដូងគេ comment គេយូរបងប្អូនប្រកាសជាល្បីដូចគេហើយបងប្អូនណាបើសិនជាយើងបង្កើត TikTok ហើយអ្នកទាំងអស់គ្នាអត់ដែលឲ្យបេះដូងគេអត់ដែល comment គេដឹងតែផុសវីដេអូរបស់យើងមិនងាយល្បីទេ10ឆ្នាំទៀតបងប្អូនមិនបាន 1K ផងបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាយើងត្រូវលេងបែបហ្នឹងបាទលេងបែបហ្នឹង TikTok ណាទៅល្បីបងប្អូនណាកុំរឹកបើកាលណាអ្នកទាំងអស់គ្នារឹកមិនងាយល្បីទេបាទបងប្អូនយើងត្រូវចេះជួយគ្នាទៅវិញទៅមកអាហ្នឹង TikTok បាទអាហ្នឹងយើងឆាប់ល្បីបងប្អូនណាយើងឲ្យបេះដូងគេគេឲ្យបេះដូងយើង follow គេ follow យើងតែប៉ុណ្ណឹងបងប្អូនណាបាទហ្នឹងហើយយើងព្យាយាមផុសវីដេអូរបស់យើងធ្វើទៅរាល់ថ្ងៃទៅបងប្អូនធ្វើអ្វីផ្លែកៗគេជួយចិត្តមើលយើងទៅកាន់តែល្បីខ្លាំងទៀតហើយបងប្អូនណាបាទអញ្ចឹងការលេង TikTok គឺបែបហ្នឹងបងប្អូនណាបាទ